បងប្អូនទាំងខ្ញុំនិយាយអារម្មណ៍ពិតរបស់ខ្ញុំហ្មងនេះគឺជាលើកទី1របស់ខ្ញុំមកប្រាសាទប្រែរូបនេះនិយាយទៅថាខុសប្លែកពីប្រាសាទផ្សេងដែលវាទៅទាំងក្បាច់ទាំងបរិយាកាសនៅកន្លែងនេះស្ងប់ស្ងាត់ល្អអត់សូវមានបងប្អូនយើងគាត់ចូលមកទស្សនាច្រើននេះហើយជាពិសេសនេះថាយើងអាចមានពេលវេលាច្រើនក្នុងការគយគន់ប្រាសាទស្វែងយល់ពីប្រវត្តិសាស្ត្រអីជាដើមអញ្ចឹងគឺតួប្រាសាទខំស្រុកនេះល្អមែនទែនថ្មដែលបន្ទប់គ្នារហូតមកដល់សម័យនេះណាបើគិតទៅរយៈឆ្នាំគឺថាច្រើនឆ្នាំជាទីបំផុតថាមកដល់បច្ចុប្បន្ននេះខាងបងប្អូនអាជ្ញាធររបស់យើងណាគាត់ជួសជុលបន្ថែមដូចថាយើងប៉ះទៅកន្លែងចន្លោះចន្លងអញ្ចឹងណាដើម្បីមានសភាពមាំជាពិសេសគឺថាតកូនតចៅសម្រាប់បងប្អូនជំនាន់ក្រោយគាត់ចូលមកទស្សនាពីសម័យបុព្វបុរសយើងគាត់សាងសង់ឡើងណាគឺលើនេះទាំងថ្មទាំងដុំយកបុកដុំរៀបគ្នាជាប្រភេទថ្មបាយក្រៀមម្ដុំនេះបើនិយាយពីទម្ងន់ណាចូលចង់50គីឡូឯដឹងសារភាពថាខ្ញុំលើកអត់រួចតឥឡូវឡើងទៅខាងលើជាមួយខ្ញុំទាំងអស់គ្នាចាប់ដល់ទៅខាងលើហ្នឹងមានទេសភាពស្អាតប៉ុណ្ណាវ៉ាវបងប្អូនអរគុណដែលខ្ញុំនិយាយប្រាប់អញ្ចឹងថានៅក្នុងប្រាសាទប្រែរូបនេះណាគឺទេសភាពគឺស្អាតមែនតែជាពិសេសពេលដែលយើងឡើងមកដល់លើកំពូលអញ្ចឹងណាហាក់បីដូចជាយើងកំពុងតែនៅលើវិមានអាកាសអញ្ចឹងនិយាយទៅចដើខាងប្រាសាទយើងនៅខាងនេះរៀងធំតិចបងប្អូនដើរមួយថ្ងៃរៀងអស់កម្លាំងតាក់ជើងខ្ញុំពិបាកតិចមកកម្មគឺថាធំមែនតើដើរដល់ទប់ខ្លួននេះមើលទេសភាពខាងខូចក្នុងរបស់ខ្ញុំអានេះខ្ញុំអត់ទាន់ឡើងទៅដល់ខាងលើណាតែពាក់កណ្ដាលប្រាសាទទេហត់ពេកដល់ពេលអញ្ចឹងសុភ័ក្រពាក់កណ្ដាលទីគាត់ថាទេសភាពយើងមើលពីពាក់កណ្ដាលប្រាសាទនេះទៅខាងក្រោមឃើញផ្លូវឃើញអីអញ្ចឹងខ្ពស់សន្លឹមមើលចតុំថ្ងៃនេះប៉ុន្តែក្តៅបែកញើសចូលគ្នាឥឡូវយើងឡើងទៅលើប្រាសាទជាមួយខ្ញុំទាំងអស់គ្នាមកដល់ខាងលើប្រាសាទមានអារម្មណ៍ស្រឡះមែនតើនិយាយទៅដូចយើងនៅលើ Sky Bar មួយអញ្ចឹងប្រាសាទទេសភាពស្អាតមែនតើពេលអញ្ចឹងទៅគឺមានភាពងាយស្រួលក្នុងការទស្សនាប្រាសាទមែនតើបងប្អូនទាំងអស់គ្នាកុំរកបានមកលេងប្រាសាទហើយជួបជាមួយអាកាសធាតុបែបនេះណាចំណែកជ្រុងខាងនេះវិញណាគឺថាអញ្ចឹងទៅអាជ្ញាធរយើងគាត់ឡាក់សញ្ញាអង្គការប្រុងប្រយ័ត្នជាពិសេសគឺចំពោះពីក្មេងជាដើមមិនទៅមិនថាតែក្មេងតែមនុស្សយើងធំក៏អញ្ចឹងដែរក៏ដើរអត់ប្រយ័ត្នតែប្រតិបត្តិល្អដូចតែគ្នាណានៅខាងក្រោយក្នុងរបស់ខ្ញុំគឺជាកន្លែងគាត់បូជាខ្មែរយើងគាត់អញ្ជើញទស្សនាគាត់អាចចូលទៅខាងក្នុងដើម្បីធ្វើការបូជាសំសិទ្ធិសុខអញ្ចឹងខ្ញុំក្បាច់ស្ដាប់ឲ្យយើងប្រាសាទដែលស្ថិតចំកណ្ដាលបន្ទាប់ពីបានដើរទស្សនាជាមួយនឹងប្រាសាទប្រែរូបរបស់យើងហើយណាអញ្ចឹងហើយក្នុងវីដេអូរបស់ខ្ញុំតែប៉ុណ្ណឹងបងប្អូនខ្ញុំក៏ចង់ណែនាំដល់បងប្អូនយើងមួយចំនួនតែគាត់អាចបានស្គាល់ប្រាសាទប្រែរូបវិញគាត់បានជិះកាត់ពីការខ្ញុំពីមុនអញ្ចឹងជិះកាត់ខាងបើនិយាយថាជិះកាត់មិនដឹងប្រហែល100ដងហើយទេគាត់ថាដឹងថាប្រាសាទមួយហ្នឹងពួកប្រាសាទអីជាប្រាសាទអីអញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំណែនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់ថាប្រាសាទមួយនេះគឺថាប្រាសាទប្រែរូបអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានពេលទៅណាកុំភ្លេចចូលមកស្វែងយល់ជាមួយនឹងប្រវត្តិសាស្ត្ររបស់ប្រាសាទប្រែរូបរបស់យើងផងប៉ុន្តែណាមកលេងប្រាសាទប្រែរូបគ្រាន់តែលេងភាសាប្រែរូបបានណាកុំប្រែចិត្តសំណាអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំក្នុងថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណកុំភ្លេចជួយ like share និង follow page របស់ខ្ញុំម្នាក់មួយផងណាអូខេអរគុណច្រើនជម្រាបលា